đâu bò nghiện bò em cắt thon không có hình mà chụp chi trời chụp về là xong chuyện mà làm tiền xong chuyện rồi ở bên ổ cầm lắp ra con nó thôi đó ấy luôn thôi là con anh hơi lạnh à hơi thọt hút thọt nó không thọt mà nữa tiêu lục cho đây bà rương đấy chứ rương dấu bài năm con buôn nói chân buôn nứng rót thả vào Việt Nam nứng kia rùm lia cái nặng phần cầm lia cái nặng cầm ca rồi bọc rẻ chào cái tay tăng cái nặng cầm ca nó cột cồn về hia quỳnh bên tay cột nè cột cồn nó sạch nè vô bài bằng cọp vô đây ta hơi tầm minh nứng cô nè vô bài bằng cọp vô đây bà con nó chỉ nè A50 nó mai dân hào nè chùm điên ca và có trôi mà cột cồn về hia nứng còn trong ai ruột chùm lại nó đầm bên này thì còn trong luộc đây và hia nó chào ra vì của con class còn tại ba Việt Nam cái class đậu chồng láp rét buồn ba cái ăn hen tinh tê chun nơi bò tê nơi American cái châu máu cái bằng cọp nơi nó trăng từ Việt Nam mình mà nhom chồng oi bò vào nó hay lên đức nhom sông group đo đại Phnom Sen hay chưa xuông thom ca nâng Sasna đây nhom chia con Khmer mi rúp đâyចូលមករូបប្រណបត្តិដើម្បីនៅក្នុងសាសនាកៅដៃនេះអញ្ចឹងទេក៏ខ្ញុំស្រឡាញ់រូបគាត់ដែលគាត់អ្នកខំដឹកនាំសាសនាព្រះពុទ្ធនេះសាសនាកៅដៃហ្នឹងក៏ក្រោមស្ដាប់អាវត្តនៅក្នុងពធព្រះពុទ្ធដែរអញ្ចឹងហើយគាត់ដឹកនាំឲ្យកូនខ្មែរដែលអ្នកស្រឡាញ់ពុទ្ធសាសនាហ្នឹងមិនឲ្យសម្លាប់សត្វតូចសត្វធំអ្វីទាំងអស់កុំឲ្យឆ្លោះទោះទែងខ្វាយគំនិតគ្នាអញ្ចឹងទេឃើញរូបចម្លាក់របស់គាត់នេះខ្ញុំមិនមែនដាក់ក្នុងវិហារទេខ្ញុំដាក់នៅក្នុងកន្លែងចែកដីរបស់គាត់ផ្សេងអញ្ចឹងហើយដូចរូបសម្ដេចតាសីហនុដើម្បីមានអរិយធាតុរបស់គាត់អញ្ចឹងគាត់ដាក់តាំងតែរូបចម្លាក់របស់គាត់ហ្នឹងកូនចៅគាត់នៅគម្រប់ចំនួនក្រោយឲ្យដឹងទេហើយអញ្ចឹងទេគាត់ពេលវេលានេះអស់លោកទាំងអស់គូឃើញហើយគូដឹងហើយដែលយកបំផ្លាញរូបចម្លាក់នេះយកចេញនេះដើម្បីធ្វើបំបត្តិផុសតាំងអ្វីមួយដើម្បីចង់លក់ដីកន្លែងនេះក៏ឬមួយយ៉ាងណាអញ្ចឹងទេកន្លែងនេះកន្លែងចែកដីទេមិនមែនកន្លែងនៅក្នុងវិហារទេបើសិនជាក្នុងវិហារក៏ខ្ញុំមិនត្រូវតូចចិត្តដែរអញ្ចឹងហើយអ្នកដឹកនាំសាសនានៅទីនេះដែលគ្រប់គ្រងមិនដែលចូលវត្តមិនដែលដឹងការខុសត្រូវជាពលរដ្ឋល្អអាក្រក់អីហើយពុទ្ធបរិស័ទល្អអាក្រក់អីអត់ដឹងអញ្ចឹងទេដឹងតែពីរឿងរុញដើម្បីតែពីរឿងធ្វើឆ្អាលដើម្បីកាន់បពុដើម្បីគាត់ជាធ្វើជាមេគេយើងថ្លឹងឲ្យស្មើកុំឲ្យដើម្បីជាអ្នកកាន់ពុទ្ធសាសនាដើម្បីសាសនាកៅដៃនេះដើម្បីខូចជាពេញទៅគ្រប់ប្រទេសនានាទាំងឡាយទាំងពួងកុំឲ្យឆ្លោះប្រកែកគ្នាអញ្ចឹងហើយខ្ញុំសូមសំណូមពរដល់អ្នកដែលកាន់ពុទ្ធសាសនាដែលពុទ្ធសាសនាពុទ្ធដើម្បីមានរូបចម្លាក់នៅក្នុងព្រះវិហារគេគោរពនៅក្នុងដូចគ្នានោះដែរព្រោះវិហារនៅក្នុងវត្តកៅដៃហ្នឹងក៏គេស្រឡាញ់អញ្ចឹងដែរហើយក៏ដាក់នៅរូបចម្លាក់គាត់អញ្ចឹងដែរព្រោះគាត់អ្នកដឹកនាំសាសនាកៅដៃនេះហើយអញ្ចឹងទេដូចជាពុទ្ធសាសនាខ្មែរដាក់រូបចម្លាក់ព្រះមានបិណ្ឌបាតព្រះចូលបរិនិព្វានដើម្បីទូអង្គព្រះស្អាតមិត្រីដើម្បីគ្រប់អង្គទាំងអស់ដើម្បីគ្រប់វិហារទាំងអស់នៅមិនមែនត្រឹមនឹងទេមិនមែនតែមិនដាក់រូបត្រឹមទេនៅវត្តថ្មីវត្តកៅដៃហ្នឹងចោលឋានកៅដៃហ្នឹងក៏គេដាក់រូបដែរក៏ដាក់រូបនឹងដែរហើយចុះមិនក៏បានដាក់រូបនឹងមិនបានអញ្ចឹងអស់លោកគួរពិចារណានៅប្រទេសចិត្តប្រទេសឆ្ងាយក្តីសូមអស់លោកមើលនៅអាមេរិកក្តោយនៅសហរដ្ឋក្តោយនៅកន្លែងណាក្តោយសូមអស់លោកនៅខាងប្រទេសវៀតណាមក្តោយដើម្បីខ្ញុំតូចចិត្តវាសនារបស់ដែលខ្ញុំខំគោរពដែលគាត់ខំដឹកនាំពំនាំនៅក្នុងសាសនានេះឲ្យល្អណាស់ដែលគាត់មិនដែលឲ្យកូនចៅណាសម្រាប់សត្វអីសត្វតូចសត្វធំណាមួយទេអញ្ចឹងទេបានថាខ្ញុំដូចថាវាអស់ចិត្តនឹងការងារសាសនាដើម្បីនៅក្នុងពេលនេះណា
ហើយចឹងទេសូមដើម្បីสนมពរដើម្បីអស់សម្ដេចទាំងអស់លោកពិចារណាមើលទៅខ្ញុំស្រឡាញ់ដើម្បីដូចជារូបសម្ដេចតារីរធាតុសម្ដេចតាអញ្ចឹងឲ្យតម្កល់រូបភាពរបស់គាត់ទុកតំណាងស្រឡាញ់គាត់ទុកតំណាងដើម្បីឲ្យកូនខ្មែរដឹងថានេះរូបសម្ដេចអ្នកដើម្បីនៅស្ដេចខ្មែរនៅប្រទេសខ្មែរយើងហើយចុះរូបគាត់អ្នកកសាងនៅពុទ្ធសាសនាដើម្បីកើតដៃនេះដើម្បីដឹកនាំសាសនានេះបង្កើតពុទ្ធសាសនាកើតដៃនេះគាត់ជាអ្នកដឹកនាំគុណអ្នកបង្កើតដូចជាសម្ដេចសង្ឃជួនណាតដើម្បីគឺជាអ្នកគ្រប់ពុទ្ធសាសនានៅប្រទេសខ្មែរយើងស្រឡាញ់ដូចគ្នាគាត់ក៏ធ្វើដឹកនាំចឹងដែរមិនដែលឲ្យអាក្រក់ទេកាលពីចំនួនបារាំងគាត់នៅវៀតណាមនៅកសាងចតឋានគាត់កសាងនៅពហិនោះហើយដល់ចាប់ដើមក្នុងចំនួនបារាំងធ្វើទុកធ្វើសោគាត់រត់នេះសុំសម្ដេចតាដើម្បីសុំសម្ដេចតាធ្វើទីកន្លែងនេះសុំធ្វើជាកសាងដើម្បីបង្កើតនៅសាសនាកើតដៃនេះអញ្ចឹងទេសាសនាកើតដៃនេះកើតដោយក្រោយគាត់អ្នកមកបង្កើតអញ្ចឹងហើយធ្នូរបស់គាត់នេះដើម្បីគាត់គ្រប់ប្រានបាត់គាត់ស្លាប់ទៅហើយស្រឡាញ់ដើម្បីរូបភាពរបស់គាត់គឺទុកតំណាងគាត់ថាគាត់ជាអ្នកកសាងសាសនាកើតដៃកន្លែងនេះអញ្ចឹងទេសូមឲ្យអស់លោកទាំងអស់គ្រប់ទូលនីតិគ្រប់ជាន់គ្រប់ថ្នាក់ឯកឧត្តមលោកជំទាវគ្រប់ទិសទីទាំងអស់ដែលលោកកាន់ពុទ្ធសាសនានៅគ្រប់ប្រទេសទាំងអស់សាសនាណាដូចសាសនាដែរអញ្ចឹងហើយយើងត្រូវជំនឿសាសនាគ្រឹះនិងសាសនាកើតដៃសាសនាពុទ្ធដើម្បីគឺមុននឹងយើងគោរពការងារអ្វីក៏ដោយយើងត្រូវតែបួងសួងយើងត្រូវតែបន់ស្រន់ដើម្បីនឹងការងារអបិយជំនឿដើម្បីព្រហ្មញ្ញសាសនាអញ្ចឹងហើយគ្រប់សាសនាពុទ្ធយើងសាសនាពុទ្ធនៅលើរូបពុទ្ធដើម្បីតួអង្គព្រះសមណគោតមនោះលោកបានត្រាស់ជាបាន880ឆ្នាំបានលោកចូលបរិនិព្វានតទៅបានតាំងមានបកុសន្ធោកោនិគុមនោបកស្បោព្រះសមណគោតមនៅតួអង្គព្រះសាមគ្គីចុងខាងក្រោយអញ្ចឹងទេអស់លោកគូនឹកឃើញថាអ្នកណាកសាងអ្នកណាដឹកនាំអញ្ចឹងទេនៅទីកន្លែងគ្រប់ភ្នំគ្រប់ទីអារាមទាំងអស់អ្នកកាន់សាសនាទាំងអស់លោកត្រូវឆ្លុះបញ្ចាំងមើលលោកត្រូវប្រមាលមើលដើម្បីជាអ្នកដែលកសាងសាសនាមួយដឹកនាំសាសនាមួយដូចជាសម្ដេចចឹងហើយកសាងដូចរូបសម្ដេចរូបចម្លាក់ដូចសម្ដេចដឹកនាំចឹងយើងនឹកឃើញថាសម្ដេចដឹកនាំប្រទេសកម្ពុជាយើងទាំងមូលយើងស្រឡាញ់គាត់យើងបោះឆ្នោតគាត់គ្រប់នីតិទាំងអស់អញ្ចឹងតែបើសិនជាគាត់មានអ្វីការងារកើតឡើងចេញចុះយើងត្រូវរំលឹកគុណគាត់គេខត់ខំដឹកនាំសាសនាដឹកនាំដើម្បីនៅក្នុងទឹកដីកម្ពុជាទាំងមូលហើយចុះបើសិនជាឲ្យតួនាទីអត់មានន័យអីធ្វើវាយត្រាមកចឹងហើយក្រសួងធម្មការធ្វើចឹងហើយសាសនាធ្វើហើយវាអត់ប្រយោជន៍អត់មានន័យអីសួរថាសម្ដេចធ្វើចឹងមកខ្ញុំមើលទៅដូចអត់មានទំនងបន្តិចចឹងហើយសូមឲ្យសម្ដេចពិចារណាសូមឲ្យឯកឧត្តមជំទាវទាំងអស់គឺអ្នកកាន់ពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាទាំងមូលគ្រប់ប្រទេសទាំងអស់នៅក្រៅមេឃដីលោកជួយមើលពិចារណាមើលក្នុងពធមាន84000បឋមខណ្ឌដែលលោកជួយបំពេញដើម្បីឲ្យកូនខ្មែរមិនថាកូនខ្មែរមិនឲ្យវៀតណាមមិនឲ្យអ្នកណាប្រទេសចិនណាក៏ឲ្យមិនឲ្យឆ្លោះគ្នាឲ្យស្រឡាញ់គាត់ដឹកនាំថាឲ្យស្រឡាញ់គ្នាមិនឲ្យឆ្លោះទោះតែងប្រកែកខ្វែងគំនិតគ្នាអានោះកាន់បកពួកយួនកាន់បកពួកចិនបកពួកខ្មែរអីគេមិនឲ្យកាន់ទេមិនឲ្យរើសអើងគឺសាសនាទេឲ្យស្រឡាញ់គ្នាហើយខ្ញុំសាសនាពុទ្ធក៏ខ្ញុំគោរពសាសនាកើតដៃក៏ខ្ញុំគោរពសាសនាគ្រិស្តក៏ខ្ញុំគ្រប់សាសនាទាំងអស់ដែលអ្នកគោរពសាសនាស្រឡាញ់ពុទ្ធសាសនាដូចគ្នាអ្នកកាន់សាសនាគឺដឹកនាំឲ្យល្អប៉ុន្តែបុគ្គលដែលនៅទីនេះចាត់តាំងដោយខ្លួនឯងមិនរើសពីសមរភាពដើម្បីរៀបចំបោះឆ្នោតឬអីខ្លួនឯងចង់បំផ្លាញអីខ្លួនឯងចង់ធ្វើអីខ្លួនឯងធ្វើប៉ុណ្ណឹងអត់យល់ចិត្តដល់អាដេញប្រជាពលរដ្ឋពុទ្ធបរិស័ទនៅកន្លែងគេគ្រប់កូនខ្មែរនេះចឹងហើយដើម្បីបတ်បញ្ជាចេញពីវៀតណាមមកចឹងហើយក្រសួងធម្មការសាសនាខ្មែរអត់មានន័យបន្តិចចឹងហើយបានខ្ញុំតូចចិត្តជាកូនខ្មែរមួយខ្ញុំខំគោរពសម្ដេចនិងគ្រប់តួនាទីទាំងអស់ហើយពេលនេះច្បាប់អស់លោកអស់ច្បាប់គេមានច្បាប់ហើយបើខ្ញុំសម្ដេចធ្វើលិខិតច្បាប់ឲ្យដែរខាងក្រុមខ្ញុំអត់មានន័យអីបន្តិចអញ្ចឹងហើយចាត់ទុកជាមុខៈហើយចូលបើសិនជាខាងគេនោះមានកម្លាំងគេនោះខ្ញុំថាគេចុះពីព្រោះមិនបើមិនគេអ្នកឯងត្រូវពិភាក្សាពិចារណាដល់ខ្ញុំជាកូនខ្មែរនេះគោរពពុទ្ធសាសនាកៅដៃនេះអញ្ចឹងហើយឲ្យខ្ញុំដឹងឮឲ្យខ្ញុំយល់អីផងអ្នកឯងចង់ធ្វើអីធ្វើអ្នកឯងចង់ផ្លាញ់ទៅអ្នកឯងចង់ធ្វើអីធ្វើទៅអ្នកឯងចង់ទៅផ្ទះទៅអ្នកឯងចង់យកប្រពន្ធកូនឯងមកគ្រប់គ្រងនឹងយកទៅអញ្ចឹងហើយសួរថាទូនាទីអស់លោកអស់ពុទ្ធសាសនាគេដឹកនាំតែអ្នកល្អដើម្បីរកតម្រង់ទៅតាមទិសតំបន់ដើម្បីដឹកនាំប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់កុំឲ្យឆ្លោះទាស់ទែងគ្នាខ្វាយគំនិតគ្នាកុំឲ្យកាន់នយោបាយជុំបកពួកអ្វីមួយដើម្បីឲ្យស្រឡាញ់គ្នាឲ្យប្រសពជាមួយគ្នាខ្ញុំចាំពាក្យសម្ដីគាត់បណ្ដាំរបស់គាត់ឥឡូវរូបចម្លាក់របស់គាត់សូមប្តឹងដល់ពួកទេវតាទាំងឡាយទាំងពួងអស់80000លោកធាតុនេះលោកឆ្លុះបញ្ចាំងមើលទៅពួកខ្ញុំស្រឡាញ់ណាស់ប៉ុន្តែខ្ញុំធ្វើអ្វីគេកើតដោយខ្លួនខ្ញុំតូចទៀត
ដើម្បីគឺគ្មានអ្វីទីពឹងបានខ្ញុំពឹងដល់សម្ដេចដើម្បីអស់លោកជំទាវទាំងអស់ដើម្បីមានមន្ត្រីនានាទាំងឡាយអញ្ចឹងហើយមន្ត្រីនានាទាំងឡាយដូចថាមិនដឹងថាដូចយ៉ាងណាគាត់ទេគាត់មកដាក់បទបញ្ជាគឺចេញមកពីនេះដើម្បីឲ្យទៅយកចេញតម្រងគឺកន្លែងនេះគឺកន្លែងចែកដីតែមិនមែនដាក់ក្នុងវត្តទេអញ្ចឹងហើយដូចជារូបសម្ដេចតាដើម្បីនៅដាក់នៅទីកន្លែងអរិយកធាតុរបស់គាត់រូបចម្លាក់របស់គាត់ហើយចឹងដូចជាខ្ញុំខឹងគាត់ណាខ្ញុំទៅយកចេញសួរអស់លោកឲ្យខ្ញុំយកដែរឬមិនឲ្យសូមអស់លោកពិចារណាផ្លូវនឹងផងសូមអស់លោកពិចារណាផ្លូវនឹងផងខ្ញុំស្រឡាញ់គាត់រូបគាត់ខ្ញុំស្រឡាញ់កេរដំណែលរបស់គាត់ខំដឹកនាំឲ្យកូនខ្មែរល្អហើយវៀតណាមល្អមិនឲ្យគាត់តែហូបចំអាបគាត់ឲ្យហូបដែរគាត់ឲ្យគោរពនៅការប្រន់បាត់មិនឲ្យសម្លាប់សត្វតូចសត្វធំដែរឲ្យតែហូបសណ្ដែកហូបលងត្រីសាច់អីគាត់មិនឲ្យសម្លាប់ដែរហើយថៃបានតែរឿងគាត់ខុសអីបានបាយយកពុទ្ធសាសនាគាត់ហើយកៅដៃនេះសាសនាកៅដៃនេះគាត់អ្នកបង្កើតហើយចុះតានោះគាត់អ្នកគ្រប់សាសនាកៅដៃដែរហេតុអីបានតែគាត់បាត់បញ្ជាឲ្យមកបំផ្លាញរូបចម្លាក់នឹងគាត់ចោលអញ្ចឹងហើយគាត់ធ្វើម៉េចឥឡូវគាត់ចង់បំផ្លាញសាសនាកៅដៃហ្នឹងរបៀបម៉េចបានទៅធ្វើអញ្ចឹងហើយបានទៅខ្លួនតូចចិត្តណាស់ពុកជាព្រះជាបិតាជាសាសនាកៅដៃគាត់ស្រឡាញ់ជនជាតិខ្មែរណាបានគាត់មកកម្ពុជានេះគាត់បើកសាសនាកៅដៃឡើងមូលហេតុអីខ្ញុំសូមច្បាប់ត្រឹមត្រូវហើយមិនច្បាប់វៀតណាមវាខ្លាំងជាងច្បាប់ខ្មែរហ្នឹងខ្ញុំឆ្ងល់តែប៉ុណ្្នឹងឥឡូវខ្ញុំសូមរំពោមួយសម្ដេចហ៊ុនសែនជួយចុះមកតារាគុំឲ្យពួកខ្ញុំបានដាក់ព្រះឡើងណាដើម្បីគោរពចម្លាក់ឡើងវិញដាក់រូបចម្លាក់គាត់ឡើងដើម្បីគោរពដល់កូនចៅខ្ញុំថ្ងៃក្រោយណាមានគាត់បង្កើតសាសនានឹងឡើងហើយអាប្រធានវត្តនឹងវាយកបច្ច័យជាង10ឆ្នាំនឹងវាស៊ីចុកឥឡូវវាបោកឆ្នាំងគាត់ឥឡូវខ្ញុំអត់សុខចិត្តទេឥឡូវខ្ញុំសូមសម្ដេចគំនុំពោសម្ដេចជួយទាំងអស់ជួយឲ្យពួកកូនចៅដែលសាសនាកៅដៃបងគាត់ស្រឡាញ់បងគាត់គោរពចឹងគាត់ពួកខ្ញុំស្រឡាញ់ណាស់ឥឡូវវាបំពេញសាសនាកៅដៃខ្ញុំឥឡូវខ្ញុំអត់សុខចិត្តចូលគ្នាមកខ្ញុំអត់សុខចិត្តទេឥឡូវខ្ញុំសុំគាត់ឲ្យសម្ដេចហ៊ុនសែនខ្ញុំជួយសូមជួយអង្គសម្ដេចហ៊ុនសែនហើយលោកជំទាវទាំងអស់គ្នាជួយលោកកាន់សាសនានឹងសាសនាទាំងអស់សាសនាកៅដៃសាសនាណាក៏ដោយគឺសិទ្ធិតែអ្នកដឹកនាំល្អទេកាន់សាសនាឲ្យតែអ្នកចូលទៅពុទ្ធសាសនាគឺគាត់គោរពសំខាន់តែបុគ្គលទេអស់លោកឲ្យសំខាន់បុគ្គលវាធ្វើអំពើគាត់តែបាញ់កូនចៅខ្មែរមានតាមច្បាប់មានច្បាប់សាសនាមានសាសនាចង់ឲ្យអស់លោកទាំងអស់ជួយបំពេញតម្រែតម្រង់ជួយដឹកនាំដើម្បីឲ្យរូបខ្ញុំកូនចៅនឹងការងារកាន់ខាងសាសនាអស់លោកឲ្យមានខ្មែរកូនចៅខ្មែរគាត់មកនៅបង្កើតសាសនាកៅដៃមកលឹមមូលហេតុអីហ៎ដល់គាត់ចុះកុំទៅតាមគាត់គាត់ចង់ស្រឡាញ់អ្នកណាគាត់ចង់ឲ្យរុះរើទៅគាត់នឹងជាអ្នកមេវត្តមែនគាត់មិនស្រឡាញ់ទេគាត់ដើម្បីជាអ្នកបំផ្លាញទេខ្ញុំអ្នកដែលកូនចៅគាត់ចង់បំផ្លាញសាសនាកៅដៃហ្នឹងអាប្រធានវត្តអស់លោកឲ្យលោកជួយមើលឥឡូវខ្ញុំអត់ពេញចិត្តទេសូមសម្ដេចខ្ញុំសូមមានយោបល់ជួយសូមឲ្យសម្ដេចហ៊ុនសែនជួយពួកយើងខ្ញុំដែលអត់លុយខ្ញុំគ្មានលុយទេខ្ញុំសូមដាក់រូបចម្លាក់លោក5អង្គតាក់នឹងឡើងដើម្បីអីដើម្បីឲ្យគោរពដោយសម្ដេចសៀនុអញ្ចឹងដែលលោកហ៊ុនសែនធ្វើឡើងនៅរបស់គាត់នេះរូបមុខកណ្ដាលដូចគ្នាអញ្ចឹងខ្ញុំស្រឡាញ់គាត់អញ្ចឹងនៅមុខមានឯករាជ្យហើយខាងដើម្បីទុកឲ្យកូនចៅមើលថ្ងៃក្រោយខាងវៀតណាមគេហៅខ្វះកងតាក់ខាងកម្ពុជាខ្មែរយើងហៅមិនលោកព្រះអង្គម្ចាស់អង្គភឹមដែលលោកកសាងដែលទឹកដីសាសនាកណ្ដាលនេះគឺភាសាខ្មែរភាសាវៀតណាមខ្វះកងតាក់គេហៅកងតាក់បាទកងតាក់ដល់គេហៅដល់ពេលខ្ញុំកូនខ្មែរខ្ញុំហៅលោកព្រះអង្គម្ចាស់អង្គភឹមដែលលោកកសាងនៅទីនេះឥឡូវវាអានវាមានសបុតនៅវៀតណាមមកខ្ញុំចង់បានខ្ញុំសូមសរុបពរដើម្បីអស់លោកអស់ដើម្បីឯអាដាមដើម្បីសម្ដេចគឺធំបំផុតលើសម្ដេចហើយលោកសម្ដេចធម្មក្រសួងធម្មការដែលអស់លោកទាំងអស់មានសាសនានេះដល់ពេលចឹងក្រោយឲ្យក្រសួងធម្មការចេញពីប្រទេសវៀតណាមដើម្បីមកបញ្ជាដើម្បីនៅក្នុងប្រទេសខ្មែរខ្ញុំចូលចិត្តណាស់អស់ហើយលោកខ្ញុំចូលចិត្តទីបំផុតហើយទៅខាងគេគេបើកវត្តសាសនាខ្មែរសួរថាច្បាប់យើងទៅធ្វើចឹងបានលើទឹកដីកម្ពុជាវៀតណាមទេធ្វើមិនបានទេបងឲ្យលោកអស់លោកទាំងអស់លោកមើលសម្ដេចជួយខ្ញុំផងកន្លែងណាក៏មានវៀតណាមកន្លែងណាក៏មានវៀតណាមទាំងអស់អញ្ចឹងហើយអស់លោកគូគិតខាងធ្វើអ្វីក៏ដោយប៉ូលីសក៏ដោយធានក៏ដោយ PM ក៏ដោយគ្រប់ក្រសួងទាំងអស់ហើយខ្ញុំនេះគេកូនខ្មែរខ្ញុំគោរពនៅនឹងគួរឲ្យខ្ញុំកូនខ្មែរនេះឲ្យមានទូនាទីដើម្បីចេញទៅប្រទេសវៀតណាមឲ្យមានសិទ្ធិសេរីភាពផងហើយក៏ខ្ញុំទូនាទីដើម្បីខ្ញុំឲ្យនៅកូនខ្មែរឲ្យមានសិទ្ធិសេរីភាពផងគោរពផងហើយចូលបើខ្ញុំគ្មានទូនាទីអីបន្តិចកូនខ្មែរនេះចាត់ទុកធ្វើអ្វីកូនខ្មែរចាត់ទុកអីចាត់ទុកថាកូនខ្មែរដើម្បីគឺគ្មានដឹងឮអីទាំងអស់មនុស្សល្ងងខ្លៅមែនអញ្ចឹងហើយខ្ញុំស្រឡាញ់ណាស់ខ្ញុំស្រឡាញ់ល្អណាស់អញ្ចឹងហើយអស់លោកច្បាប់ខ្មែរនេះជារាជរដ្ឋាភិបាល
ខំធ្វើឲ្យក្រសួងធម្មការខំធ្វើឲ្យដើម្បីកំណត់មិនខិនធ្វើឲ្យហើយគឺអស់លោកសម្ដេចសូមសរុបក៏អត់មានយកចិត្តសម្ដេចដើម្បីវាយត្រាឲ្យខ្ញុំទេអញ្ចឹងហើយខ្ញុំតូចចិត្តខ្ញុំវាសនាតាំងពី79ខ្ញុំតស៊ូតាំងពីសង្គ្រាមរហូតដល់បច្ចុប្បន្ននេះតែហ៊ានក៏ខ្ញុំធ្វើដើម្បីគឺគ្រប់សពទាំងអស់ដែលខ្ញុំតស៊ូដើម្បីខ្ញុំគោរពប្រណិប័តខ្ញុំមិនសម្លាប់ត្រីខ្ញុំមិនសម្លាប់សត្វតូចសត្វធំខ្ញុំមិនឈ្នាននេះដើម្បីសាសនាណាទេខ្ញុំមិនដៃធ្វើបាបប្រជាពលរដ្ឋពុទ្ធបរិស័ទណាទេខ្ញុំដឹកនាំតាពីផ្លូវល្អកូនខ្មែរទាំងអស់កុំឲ្យឆ្លោះទោះតែងគ្នាខ្វែងគំនិតគ្នាឲ្យតែអ្នកសាសនាគ្នាខ្ញុំចង់ឲ្យរួមគ្នាដើម្បីគឺបុគ្គលទេដើម្បីចង់បំផ្លាញនេះមិនមែនសាសនាដែលគេឲ្យបំផ្លាញទេសាសនាគឺអ្នកល្អបំផុតជាទីតួអង្គមួយដែលសំខាន់អ្នកដឹកនាំសាសនាអញ្ចឹងឲ្យខ្ញុំស្រឡាញ់ជាទីបំផុតខ្ញុំរកអ្វីព្រៀបមិនបាននៅក្នុងពុទ្ធសាសនាចង្ហាន់នឹងនេះក៏ខ្ញុំមិនទទួលគឺអ្វីក៏ខ្ញុំមិនទទួលខ្ញុំតូចចិត្តរបស់ខ្ញុំណានៅក្នុងពេលនេះចង់អស់លោកខ្ញុំអាតោខ្ញុំនិយាយមិនបានទេព្រោះរឿងអត់នេះមិនកំទាំងធ្វើចឹងទេអស់លោកហើយមិនកំធ្វើចឹងទេខ្ញុំគាត់ដល់តូចចិត្តប៉ុណ្នេះចម្លាក់នៅក្នុងពុទ្ធសាសនាខ្ញុំសូមនិយាយពី3ម៉ាត់ទៀតខ្ញុំតូចចិត្តតែប៉ុណ្នេះមិនច្បាប់វៀតណាមមកបំពេញច្បាប់ខ្មែរយើងសម្ដេចឲ្យលិខិតចេញអញ្ចឹងហើយវាថាជាម៉ូភេឯងវាអត់ទទួលស្គាល់វាអត់ទទួលស្គាល់លិខិតនេះឥឡូវខ្ញុំសូមសំណូមពរសម្ដេចហ៊ុនសែនជួយដឹងឮវានិយាយពាក្យហ្នឹងថាស្អីលិខិតរបស់សម្ដេចឲ្យចេញនឹងជាម៉ូភេកាត់ជុកជាមុខខាក់ទៅឲ្យសម្ដេចអត់មានន័យមិនតិចផងឥឡូវច្បាប់ខ្មែរយើងអត់មានន័យមានច្បាប់វៀតណាមមានន័យទេច្បាប់ខ្មែរអត់មានន័យឥឡូវខ្ញុំខែធ្នូឆ្នាំនិយាយដល់ឲ្យសម្ដេចដឹងឮសម្ដេចជួយពួកខ្ញុំផងពួកអីពួកខ្ញុំទូទាបណាអត់មានលុយម្លោះហើយពួកយើងធ្វើអត់គ្នាវាទេបានមកទេពុទ្ធបរិស័ទច្រើនគេក៏យើងមានធ្វើអីខុសណាតាមយើងនឹងគាត់ណាដាក់ព្រះឡើងឲ្យល្អណានេះរូបចម្លាក់ព្រះយើងស្រឡាញ់ហ្នឹងហើយរបស់គាត់ជាអ្នកដឹកនាំdạ đi rồi đấy cha ơi chờ ở đây cho ba bánh lạnh nó nuôi cặp mắt nó